ចូលមកបាទហើយឲ្យមកនេះបាទគោលអ្នកឃើញថាតែស្រឡាញ់និងស្មោះស្ម័គ្រជាមួយនឹងគណៈបកប្រជាជនកម្ពុជាដែលមានប្រធានគណៈបកដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែនបាទគឺសម្ដេចពុកនៃយើងនិយាយខ្លីបាទហើយនឹងដោយការដោយតែការស្រឡាញ់ទូទៅរបស់គ្នាបាទស្រឡាញ់ឯកឧត្តមពីមុនមកតាំងពីឯកឧត្តមនៅឲ្យមកខេត្តប្រវិហារម៉េចដល់ពេលឮថាឯកឧត្តមដូរមកខេត្តកំពង់ចាមគឺក្នុងចិត្តរំភើបរីករាយបាទហើយនៅពេលនេះមកនេះស្មាននេះបាទខ្ញុំបានឈ្មោះសុកសេនបាទអតីតអនុប្រធានយុវជនស្រុកបាធាយបាទខេត្តកំពង់ចាមបាទអតីតខាងសង្គ្រោះជាតិបាទឥឡូវមកហើយបាទហើយមិនមកខ្ញុំទេបាទមកដល់នេះជ័យយោគណៈបកប្រជាជនកម្ពុជាថ្ងៃទី23ខែ7 2023ទៅបោះឆ្នោតជួបគណៈបកប្រជាជនកម្ពុជាដែលមានលេខរៀងទី18បាទឆ្លងសន្តិភាពអត់បាទឆ្លងត្រូវតែនាំគ្នាគៀងកែវបាទបងកូនក្មួយបាទអស់ទេគាត់យ៉ាងម៉េចទៅបោះឆ្នោតជូនគណៈបកប្រជាជនកម្ពុជាដែលមានលេខរៀងទី18បាទតែនាំសន្តិភាពជូនយើងទាំងអស់គ្នាបាទហើយគាត់តែមានសម្ដេចតេជោនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជាដែលគាត់ដឹកនាំហ៊ានលះបង់ឈាមស្រស់សាច់ស្រស់ប្រពន្ធកូនម៉ែឪបាទសាច់ញាតិដើម្បីបដូរជីវិតរបស់ប្រទេសជាតិចេញពីនឹងពលពតបាទតនេះបាទតែដល់បងនេះបាទខ្ញុំស្ដាប់បាទ